លក់ដូរចាំបាច់អីក៏ហក់ភ្ញៀវលក់អញ្ចឹងគ្មានបានប្រមាណទេសំខាន់លក់ត្រូវតែស្មោះត្រង់បើកង្កែបយើងស្រែប្រាប់ថាស្រែបើកង្កែបយើងក្រុងប្រាប់ថាក្រុងដោយកន្លែងកង្កែបគាត់អញ្ចឹងល្បីណានៅកំពង់ឆ្នាំងជាប់ម៉ួយឲ្យតែថាបានចូលកន្លែងគាត់ហើយដឹងតែជាប់ចិត្តជាមួយនឹងគ្រឿងបំពងកន្លែងគាត់ហើយកង្កែបគាត់ស្រែចំស្រែស្រែធម្មជាតិយើងលាយជាមួយទីក្រុងបងដោយសារអត់ស្រែអត់ភូមិអញ្ចឹងណាបងដល់ពេលអញ្ចឹងតើយើងលាយទីក្រុងទៅខ្ញុំហៅកង្កែបកូនកាប់ដោយគាត់បានប្រាប់ច្បាស់អញ្ចឹងរដូវកាលនេះគឺរដូវកាលសបោកង្កែបស្រែអញ្ចឹងហើយគឺគាត់លក់តែកង្កែបស្រែទេបើដល់រដូវរៀងខ្វះខាតកង្កែបស្រែបានគាត់លាយគ្នាគាត់ហៅកង្កែបកូនកាត់ចឹងសម្រាប់ពុកម៉ែបងប្អូននៅកន្លែងគាត់មានតាំងពីស៊ីកូអាំងមានតាំងពីផ្សិតបំពងមានតាំងពីគ្រឿងបំពងជាច្រើនទៀតប៉ុន្តែផ្សិតបំពងគាត់ឆ្ងាញ់ណាស់សម្រាប់ខ្ញុំគឺលេខ1មកផ្សិតបំពងសឹងតែឆ្ងាញ់ជាងកែបទៀតគាត់ថាកែបគេសាច់ចឹងណាប៉ុន្តែផ្សិតនេះរបៀបអ្នកដែលរបៀបបួសអីចង់ញ៉ាំអីអាចសាកបានដែរហើយរបៀបប្រហិតបំពងអីរបស់គាត់ក៏ឆ្ងាញ់និយាយទៅគ្រឿងបំពងរបស់គាត់គឺស្រួយបានល្អស្រួយបានយូរមែនតើប៉កែណាតាក់តិចនៅក្នុងការបំពងរបស់គាត់អញ្ចឹងអ្នកដែលធ្លាប់ជាមួយគាត់ជួយខមមិនមកចែកលក្ខណៈកែបបំពងនៅខាងកំពង់ឆ្នាំងជាពិសេសភាពរស់រាយរាក់ទាក់របស់គាត់នឹងតែម្ដងឃើញម៉ួយខ្លះខមមិនតសើថាលក់ដូរបានលឿនហើយពិសេសគឺគាត់ប្រើខ្លាញ់ថ្មីរាល់ថ្ងៃខ្ញុំទៅដល់ឃើញគាត់ប្រើខ្លាញ់ថ្មីហើយគាត់មានទទួលបរិញ្ញាតាក់តិចនៅក្នុងការបំពងលាយម្សៅបែបម៉េចឮថាគាត់មានបង្រៀនដែរអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍លក់ដូរអីអាចរៀនតាមគាត់បានហើយកុំភ្លេចរៀនពីចរិតគាត់ភាពស្មោះត្រង់អីពីគាត់យកមកផងពួកកែបគាត់មួយថ្ងៃលក់ដាច់ដល់រដូវកែបស្រែចេះមួយថ្ងៃ30-40គីឡូមិនធម្មតាទេអញ្ចឹងបាទខ្ញុំថាលក់ដូរលក់អីចាំបាច់ទាល់តែកុហកភ្ញៀវមិនចាំបាច់ទេសំខាន់ស្មោះត្រង់មានជំនាញច្បាស់លាស់បង្កើតបានរសជាតិថ្មីឆ្ងាញ់ពិសេសប្លែកអីហ្នឹងមកគឺលក់ដូរដឹងតែដាច់ហើយគាត់ថាអញ្ចឹងវាមិនងាយស្រួលទេគាត់ថាបើយើងជ្រុលតែខ្លួនដាក់ខ្លួនថាចង់ធ្វើជាអ្នកលក់ដូរហើយត្រូវតែមានភាពស្មោះត្រង់បន្ទាប់មកត្រូវតែបង្កើតរសជាតិឲ្យឆ្ងាញ់សម្រាប់មុខម្ហូបរបស់ខ្លួនឯងរៀងខ្លួនដោយកង្កែបបំពងរបស់គាត់អញ្ចឹងដាក់មកទំនងណាស្រួយខ្ញោកជាពិសេសគឺម្សៅនឹងតែម្ដងហើយចូលមកដល់នេះគឺជាប្រភេទផ្សិតបំពងផ្សិតរបស់គាត់គឺគាត់ដាក់ម្សៅផ្សេងកែបដាក់ផ្សេងអញ្ចឹងទៅម្សៅរបស់គាត់គឺគាត់លាយទៅតាមប្រភេទដែលគាត់បំពងគាត់មិនមែនប្រើម្សៅតែមួយប្រភេទទេអញ្ចឹងគឺគាត់មានតាក់តិចនៅក្នុងការលាយខុសគ្នាប្រភេទម្សៅកែបផ្សេងម្សៅផ្សិតផ្សេងគាត់ថាវាមានភាពខាប់ភាពរាវរបស់វាបើយើងចេះតែដាក់វាស្អិតវាជាប់វាអត់ល្បេះពីគ្នាទេនៅដុំទាំងមូលនឹងអីចឹងទៅអញ្ចឹងចែលក្ខណៈគឺគាត់ជាអ្នកជំនាញណាគាត់លក់មកប្រហែលឆ្នាំហើយគាត់លក់ចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង9យប់ដែលពុកម៉ែបងប្អូនអាចទៅរកបាននៅចិត្តម្ដុំសាលាចំណេះដឹងទូទៅនៅខាងឯកសាលាចំណេះដឹងទូទៅចំណេះទូទៅឯកជនបរិយវិទ្យាចឹងអ្នកនៅកំពង់ឆ្នាំងគេស្គាល់ហើយចាញ់ខ្ញុំដាក់ Google Map ឲ្យយើងមិនមែនអ្នកខេត្តគេយើងទៅរកឃើញចឹងណាចឹងដាក់ Google Map ទៅស្រួលនៅក្រោម comment ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តឬក៏ថាចង់ទៅលេងកំពង់ឆ្នាំងហើយជីកាត់ចង់សាកអីកុំភ្លេចណាកុំជិះផ្លូវវាងក្រុងអាជីផ្លូវវាងក្រុងហួរកន្លែងគាត់ហើយព្រោះគាត់នៅក្នុងក្រុងចឹងអ្នកទាំងអស់គ្នាជិះទៅពីភ្នំពេញទៅលេងបាត់ដំបងឬក៏ទៅលេងខាងខេត្តណាផ្សេងដែលឆ្លងកាត់កំពង់ឆ្នាំងកុំភ្លេចមកសាកនៅកន្លែងគាត់មានតាំងពីប្រភេទពុកទៀតកូនបំពងស្លាបមាន់បំពងគ្រឿងបំពងស្អីក៏គាត់មានដែរនិយាយទៅគឺជំនាញមែនតើសំខាន់គឺភាពស្រួយរបស់ម្សៅរបស់គាត់ហ្នឹងលាយជាមួយនឹងទឹកជ្រលក់របស់គាត់មកគឺត្រូវគ្នាខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តណាកុំភ្លេចព្រោះកន្លែងគាត់មានតាំងពីសាច់គោអាំងមានតាំងពីនំប៉័ងមានតាំងពីស្អីអូច្រើនណាស់មិនមែនមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលជាមួយជួយខមមិនជាផោះតាងមកអ្វីដែលខ្ញុំសរសើរមួយទៀតគឺគាត់ប្រើស្លឹកតើយស្លឹកអីណាដាក់ឈ្ងុយអីណាបើគាត់ទៀតជំនាញណានិយាយទៅតាក់តិចរបស់គាត់ដាក់ធ្វើឲ្យក្លិនស្លាបមាន់របស់គាត់មានក្លិនឈ្ងុយហើយខ្ញុំចូលចិត្តជាងគេអាប្រហិតឈីមួយនេះទៀតប្រហិតឈីនេះក៏ឆ្ងាញ់ដែរព្រោះវាមានស្នូលគាត់ថាប្រហិតឈីនេះញ៉ាំតើខ្ញុំដឹងប្រភពថាអ្នកទិញនឹងក៏ទិញមកពីណាមកពីណីក៏ថានេះរបស់ខ្មែរដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តអីណាណីអាចសាកបានលក្ខណៈកែបបំពងនៅខាងកំពង់ឆ្នាំងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេពួកឯងខ្ញុំចង់រំលេចថាអ្នកលក់ដូរត្រូវមានភាពស្មោះត្រង់ហើយបកាឲ្យរស់រាយរាក់ទាក់បង្កើតចំនួនមួយដែលថាស្មោះត្រង់ជាមួយភ្ញៀវគឺសំខាន់ណាស់ហើយនេះអូកឡុកចង់បានហិលកម្រិតប៉ុណ្ណាអីគឺយើងកំងគាត់បានទៀតអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបាយបាយ